ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំប៉ណែតថ្ងៃនេះនាងខ្ញុំមានប្រធានបទមួយស្ដីពីក្រុមហ៊ុនអារ៉ានីអារ៉ានគ្រឿងសម្អាងក្រុមហ៊ុនអារ៉ានីអារ៉ានដែលប្រកបអាជីវកម្មគ្រឿងសម្អាងនៅក្នុងប្រទេសជាតិកម្ពុជាត្រូវមានការអនុញ្ញាតចេញមកពីក្រសួងសុខាភិបាលចំពោះក្រុមហ៊ុនអារ៉ានីអារ៉ានអាសុតដែលទទួលការអនុញ្ញាតពីក្រសួងសុខាភិបាលរួចហើយអាចប្រកបអាជីវកម្មបន្ថែមនៅគ្រឿងសម្អាងគ្រប់ប្រភេទគ្រឹះស្ថានអារ៉ានីអារ៉ានគ្រឿងសម្អាងត្រូវបំពេញសំណុំលិខិតដូចខាងក្រោមពាក្យស្នើសុំប្រវត្តិត្រូវសង្ខេបរបស់ម្ចាស់គ្រឹះស្ថានអត្តសញ្ញាណប័ណ្ណម្ចាស់គ្រឹះស្ថានសម្រាប់ជនជាតិខ្មែរលិខិតឆ្លងដែននិងទិដ្ឋាការសម្រាប់ជនជាតិបរទេសដែលទិដ្ឋាការមានសុពលភាពលើសពី3ខែឬកិច្ចសន្យាផ្ដល់ទិដ្ឋាការស្នាក់នៅក្នុងករណីដែលទិដ្ឋាការដែលមានសុពលភាពតិចជាង3ខែសម្រាប់ជនជាតិបរទេសលក្ខន្តិកៈវិញ្ញាបនបត្រនិងសម្រងដែលចេញដោយក្រសួងពាណិជ្ជកម្មលិខិតស្នើសុំអនុញ្ញាតដាក់ទីតាំងគ្រឹះស្ថានអារ៉ានីអារ៉ានគ្រឿងសម្អាងនិងមានគំនូសបង្ព្រួយបញ្ជាក់ពីអាជ្ញាធរឃុំសង្កាត់រូបថតបង្ហាញទីតាំងដែលភ្ជាប់ Google Map ស្លាកយីហោទីចាត់ការនិងឃ្លាំងស្តុកព្រមទាំងរូបថត 4x6 ដែលថតថ្មីចំពោះលិខិតអនុញ្ញាតមានសុពលភាព2ឆ្នាំ2ខែមុនផុតកំណត់សម័យក្រុមហ៊ុនត្រូវដាក់លិខិតស្នើសុំបន្តលិខិតអនុញ្ញាត